សកម្មភាពថ្ងៃទី1ធ្វើដំណើរទៅម៉ាឡេស៊ីហើយនិងសិង្ហបុរីទីបំផុតណា vlog ដើរលេងរបស់ខ្ញុំបានចេញជាស្ថាពរឲ្យអ្នកគ្នាណាគេខ្លះដែលចាំមើល vlog របស់ខ្ញុំឥឡូវនេះចេញហើយ flight របស់ខ្ញុំហ្នឹងរៀង early បន្តិចអ្នកគ្នា flight ម៉ោង 7 កន្លះអញ្ចឹងទៅខ្ញុំត្រូវមកមុន 3 ទៅ 4 ម៉ោងអញ្ចឹងទៅដើម្បីកុំឲ្យវាតក់កុហកបើនិយាយពីជើងខោវិញអ្នកគ្នាស្វែកពេកចាដើរជន់ជើងខោប្រឡាក់អស់លេងនេះសាច់ក៏តន់ដើរលេងណាពេលដែលភ្លាមបើកភ្លាមហ្នឹងក៏ខ្ញុំមកផ្ទប់ទឹកអ្នកគ្នាចង់នៅថាផ្ទប់ទឹកនៅនេះស្អាតប៉ុណ្ណាព្រោះល្បីយូរហើយចាកំពុងតែចាំឈប់ check in នេះនឹងគួយចាំដល់គ្នាអ៊ំគាត់ងុយដេកពីម៉ែមកអ្វីវ៉ាន់ខ្ញុំនេះសាច់ទៅ4ថ្ងៃណាថ្ងៃខ្ញុំទៅហ្នឹងគឺថាមនុស្សច្រើនខ្លាំងមែនតើហ្មងតើគ្នារងចាំ check in ឡើងយូរពេលដែល check in ហើយហ្នឹងគឺខ្ញុំបានមកប្រោនមកអង្គុយញ៉ាំបាយញ៉ាំអីហើយចឹងណាមុនហោះហើរហើយអ៊ំខ្ញុំនេះណាគ្នានៅញ៉ាំថ្នាំហើយគេហៅប្រកាសឈ្មោះទៀតហើយខ្ញុំរត់ឡើងចង់ដាច់ជើងណាគ្នាអានេះមកឡើងមុនគេឡើង3 4ម៉ោងណាគ្នាតាំងពីពលានអត់តន់បើកនៅនេះពលានបើកម៉ោង4 5check in អ្នកគ្នាម៉ោង4មិនគេបើកទ្វារឲ្យចូលតែនេះខ្ញុំមិនដឹងថាវារងថ្ងៃឬក៏មិនទេមើលតែមុខខ្ញុំទៅអ្នកគ្នាទៅរត់ឡើងទៅហក់ខ្យល់ហ្មងណាអ្នកគ្នាមកតែមកដល់ gate ហ្នឹងឥឡូវនេះបានឡើងលើយន្តហោះអ្នកគ្នាមានអារម្មណ៍ស្ងប់ចិត្តបន្តិចចាតែមិនស្រួលនឹងយន្តហោះចេញចោលហ្នឹងខាតជើងបដៅខ្ញុំខានដើរលេងសុកខែឡើងជិត10ឆ្នាំហើយអ្នកគ្នាជឿអត់ពីពេញទៅពលានហោះកន្លះលំពួរហ្នឹងប្រហែលជា1ម៉ោង50នាទីនេះដល់ពេលដែលចោះចោលទៅចាគឺលាក់ដូចអតេះកោចឹងឯងឥឡូវនេះដល់ពេលដែលខ្ញុំចាប់ដើមចេញពីលើយន្តហោះហើយអ្នកគ្នានិយាយទៅផ្លូវដើរទូញទេពេលដែលអង្គុយអីហ្នឹងម្នាក់ខ្ពស់អីម៉មគឺថាទៅចកងទៀតចាមួយទេសភាពស្អាតខ្លាំងមែនតើហ្មងអ្នកគ្នាមើលតែខាងក្រោយខ្ញុំទៅដល់ហើយនិយាយទៅពលានហោះនៅកន្លះនំពួននេះគឺសភាពវាស្តៀងទៅនឹងពលានហោះអាចាស់របស់យើងណាអ្នកគ្នាឥឡូវនេះខ្ញុំយកវ៉ាលីអ្នកគ្នាបើឃើញសភាពវ៉ាលីអញ្ចឹងឯអ្នកគ្នាយំចាញ់អត់មានខ្ញុំនិយាយមែននិយាយទៅមកត្រឹបហ្នឹងគឺថាវ៉ាលីខ្ញុំខ្ទេចតែម្ដងនិយាយទៅគាត់ទៅចុះដល់ម៉ាឡេភ្លាមហ្នឹងគឺឡានក្រុងមកយកដើម្បីទៅដើរលេងតែម្ដងចានិយាយទៅញាក់សាច់តែម្ដងណាហើយខ្ញុំទៅសារប្រទេសម៉ាឡេខ្លាំងមែនតើមកណាគ្នាទៅនៅតាមផ្លូវមិនថាទីជនបទនៅថានៅក្នុងទីក្រុងទេគឺសបោទៅដោយដើមឈើច្រើនខ្លាំងមែនតើឥឡូវនេះខ្ញុំកំពុងតែនៅពុត្រាចាយានេះគេហៅថាវិហារសាសនាអ៊ីស្លាមណាគ្នាអធិស្ឋានបើសិនជាខ្ញុំនិយាយឈ្មោះខុសព្រោះដោយសារតែខ្ញុំអត់ចេះម៉ាឡេទេសម្រាប់ស្អីមុននឹងចូលគឺយើងត្រូវពាក់អាវនឹងដើម្បីបាំងសក់បាំងករបស់យើងចឹងណាអ្នកគ្នាដឹងស្រាប់ហើយសាសនាមូស្លីមគឺយើងត្រូវបាំងឲ្យជិតមកប៉ុន្តែជាក់ស្ដែងពេលតែទៅដល់ហ្នឹងគឺបរទេសភាគច្រើនគឺគាត់ពាក់តែប៉ុណ្្នឹងឯណាគ្នាអត់សូវចិត្តខ្លាំងពេកទេទៅយើងពាក់អាហ្នឹងហើយគឺយើងត្រូវដោះស្មើជើងទាំងអស់គ្នាចឹងណាអ្នកគ្នាមុននឹងចូលនៅខាងក្នុងហ្នឹងអូនេះអ្នកគ្នាមកឈុតខ្ញុំយើងនិយាយទៅអានេះគឺគេឲ្យចេញណាគេឲ្យចាហ្មងនេះគេឲ្យចាំហ្មងនៅក្នុងវិហារហ្នឹងគឺមានកន្លែងនេះអ្នកគ្នាបានន័យថាគេសួរយើងថាយើងមកពីណាអញ្ចឹងណាយើងអាចយកមកចូលហ្នឹងយកទៅចាក់ចំកន្លែងដែលយើងបានទៅនឹងបានហើយអានេះគឺមានប្រទេសច្រើនខ្លាំងមែនតើមកអ្នកគ្នានៅជុំវិញពិភពលោកយើងហ្នឹងហើយបើនិយាយពីខ្មែរវិញឡើងយកស្អែកមកអ្នកគ្នានេះខ្ញុំកំពុងតែដើររកខ្មែរយើងចាំខ្ញុំថតឲ្យមើលខ្ញុំហៅឃើញកម្ពុជាយើងនេះពីនៅនេះនៅក្នុងនេះហ្មងហើយអ្នកមកពីកម្ពុជាច្រើនណាស់តែអ្នកគ្នាហើយកន្លែងនេះគេដាក់ថាកម្ពុជាកម្ពុជាហ្មងបើកលេចមកមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិហារមួយនេះវិញគេថាស្អាតខ្លាំងមែនតើហ្មងអ្នកគ្នានិយាយទៅដូចគំនូរដែលមានជីវិតអញ្ចឹងឡើងរស់រវើកអញ្ចឹងមកហើយនេះវិញគេហៅ crystal អ្នកគ្នាឡើងចាំងព្រិបមកដូចខ្ញុំនិយាយប្រាប់អ្នកគ្នាអញ្ចឹងនិយាយទៅនៅម៉ាឡេកលេចទៅណាក៏ឃើញដើមឈើដែរដូចអ្នកគ្នាឃើញអញ្ចឹងណានេះពេលដែលយើងដើរចេញមកក្រៅវិហារបន្តិចហ្នឹងគឺសតតែដើមឈើតែម្ដងហើយខ្ញុំទៅនេះខ្ញុំទៅតាមធួអ្នកគ្នាកាយគាត់បានប្រាប់ខ្ញុំថាប្រទេសម៉ាឡេស៊ីគឺនៅសល់ដើមឈើតែត្រឹម 50% ទេដោយសារតែគេត្រូវយកដើមឈើហ្នឹងដើម្បីទៅទ្រទ្រង់សេដ្ឋកិច្ចគេចឹងណាអ្នកគ្នាប៉ុន្តែ 50% ហ្នឹងសម្រាប់ខ្ញុំគឺមើលទៅច្រើនខ្លាំងមែនតើព្រោះដោយសារអីទៅដល់ណាក៏ឃើញដើមឈើចឹងណាឥឡូវនេះខ្ញុំចេញពីវិហារទៅបន្ទប់ទឹកអីព្រោះដោយសារមានជាការឈឺបាត់ជើងខ្លាំងហ្នឹងហើយទៅបន្ទប់ទឹកមួយសិនគេថានៅនេះក្តៅជាងនៅខ្មែរយើងប៉ុន្តែខ្ញុំមកនេះវាមិនក្តៅខ្លាំងណាស់ណាអ្នកគ្នាខ្ញុំឆែកនៅក្នុង weather គឺ30ហ្នឹងតែ30ហើយខ្មែរយើង30ជាងបាត់ឯងចឹងខ្ញុំគិតថាវាអត់ក្តៅខ្លាំងពេកទេមែនណាអ្នកគ្នានៅនេះគឺគេមកច្រើនខ្លាំងមែនតើនិយាយទៅបរទេសច្រើនខ្លាំងខ្ញុំបានយកអាវឲ្យគេវិញអ្នកគ្នានិយាយទៅចូលនោះអត់មានអស់លុយ100អីទេនៅនេះភាគច្រើនគឺគេនិយាយម៉ាឡេជាមួយនឹងចិនអ្នកគ្នាអង់គ្លេសគឺតិចតួចខ្លាំងមែនតើមកនេះតាមអីដែលខ្ញុំមកចឹងពេលដែលចូលក្នុងវិហារនឹងហើយចេញមកក្រៅហ្នឹងមិនដឹងថាក្តៅប៉ុណ្ណាអ្នកគ្នានិយាយទៅខ្ញុំក្តៅខ្លាំងមែនតើហ្មងណាចឹងមិនគេថានៅម៉ាឡេមួយសិង្ហបុរីហ្នឹងគឺវាក្តៅជាងខ្មែរយើងអានេះគាត់តែសាច់ទៅបន្ទប់ទឹកខាងក្រោយ
មណាអ្នកគ្នាចានិយាយទៅច្រើននេះវាខូចទៀតចឹងខ្ញុំត្រូវចុះទៅដល់ខាងក្រោមហ្នឹងហើយទៅសារមែនតើហ្មងនៅខាងក្រោមនេះក៏អាចធ្វើជាវាដូចជាកន្លែងដើរលេងភោជនីយដ្ឋានកន្លែងញ៉ាំអីចឹងទៅសម្រាប់អ្នកគេក៏ចង់បានកៅអៅដែលខ្ញុំកំពុងតែពាក់នៅក្នុងវីដេអូមួយនេះនិយាយទៅគ្រប់ផាទាំងអស់អ្នកគ្នាអាចតតទៅសកតាបានណានេះទុកតាគេចូលមកវាលយវាអីចឹងណាតែដល់ពេលចូលទៅដល់ក្នុងម៉ែនេះសាច់ហ្មងដល់គ្នាដើរឡើងឃ្លាននេះណែនឲ្យឃើញគាត់ពុំញ៉ាំនេះឃ្លានសាហាវហ្មងទឹកមុខនេះទឹកមុខឃ្លានបាយណាអ្នកគ្នាហ្នឹងហើយអត់ញ៉ាំបាយព្រឹកអ្នកគ្នាឃើញខ្ញុំញ៉ាំនៅប្រៅហ្នឹងមិនមែនចាសាច់ញ៉ាំបានតែ1ម៉ាត់2ម៉ាត់អីទេអត់ឃ្លានហ្មងយីម៉ែខនៅម្ដងកន្លែងញ៉ាំអីមែនអ្នកគ្នាដាក់យកហ្មងយីទៅពេលខ្ញុំទៅហ្នឹងភាគច្រើនគឺខ្ញុំញ៉ាំជាមួយនឹងម្ហូបវៀតណាមហើយនឹងចិនហើយញ៉ាំម្ហូបម៉ាឡេវិញប្រហែលដាក់ទៅអត់មុខហ្មងពេលញ៉ាំអីហើយហ្នឹងមកដល់មកកន្លែងទៀតអ្នកគ្នាយីទៅនៅនេះគឺគេហៅរបៀបដូចជាវាំងរបស់ស្ដេចគេហ្នឹងអូយីម៉ែអ្នកគ្នាឈ្មោះវែងខ្លះមែនតើចាំខ្ញុំដាក់នៅលើហ្នឹងអ្នកគ្នាមើលចាសាមានសុបាយអីចាកន្លែងដល់ចេញពីមកកន្លែងចូលមកកន្លែងទៀតអ្នកគ្នានេះគឺគេធ្វើសម្រាប់ដឹងគុណទៅដល់កងតបគេចឹងណាអ្នកគ្នាដើរមកដល់ខាងក្នុងនេះគឺគេធ្វើរបៀបដូចជាផ្កាឈូកចឹងណាមកដល់កន្លែងនេះវិញគឺយើងត្រូវឆ្លងស្ពានហ្នឹងដើម្បីទៅឃើញរូបសំណាកដែលគេបានធ្វើតំណាងឲ្យគេហៅថាកងតបរបស់គេដ៏អង់អាចក្លាហានហ្នឹងណាដោយសារកាលមុនហ្នឹងគឺប្រទេសម៉ាឡេស៊ីហ្នឹងគឺធ្លាប់នៅក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសយូរឆ្នាំខ្លះមែនតើដែលខ្ញុំភ្លេចឆ្នាំបាត់ដើមដល់ឡើងនេះឃើញស្លាអ្នកគ្នាដូចនៅខ្មែរយើងដែរឡើងមកដល់លើឡានវិញគឺថា reapply sunscreen មកអ្នកគ្នាពុទ្ធសាយក្តៅខ្លាំងពេកអត់ reapply កើតទេពេលដែលញ៉ាំបាយល្ងាចហើយហ្នឹងគឺខ្ញុំត្រូវជិះឡានក្រុងរហូតដល់3ម៉ោងទើបទៅដល់ព្រំដែនសិង្ហបុរីអ្នកគ្នាដោយសារតែខ្ញុំត្រូវទៅគេនៅអតែនៅជិតសិង្ហបុរីហ្នឹងណាពុទ្ធសាយតម្លៃវិញធូរជាងនៅសិង្ហបុរីអ្នកគ្នាហើយណាមួយវាបានធំទៀតអ្នកគ្នាចាស់លុយនៅសិង្ហបុរីហើយនឹងម៉ាឡេគឺម៉ាឡេធូរថ្លៃគ្នាខ្លាំងមែនតើសុខចិត្តនៅគេនៅម៉ាឡេហើយចាំស្អែកឡើងងើបទៅសិង្ហបុរីចឹងទៅអានេះដោយសារតែខ្ញុំមកតាមធัวផងអ្នកគ្នាចឹងទៅខ្ញុំដឹងច្រើនណាចឹងខ្ញុំអាចចែកម្លែកទៅអ្នកគ្នាបានអស់បច្ឆលខ្លះមែនតើឥឡូវខ្ញុំចង់ប្រាប់អ្នកគ្នាថានៅក្នុងនេះមានគេខ្លះចឹងណាហ្នឹងហើយអូនៅកន្លែងនេះគេមានម៉ាស៊ីនផ្លុំសក់ដែរចាហើយគេនេះឈ្មោះថា Hallmark Carter Mini Bar យើងយកនេះចេញលុយចឹងទៅមានផ្សេងទឹកក្តៅអានេះដាក់ស្អីហ្នឹងនេះទូទឹកកកឡើងនេះគេមានចឹងទៅមកទៅមកទឹកទឹកមួយមកនៅបាននេះដល់គ្នាកន្លែងគេតាមបទៅណាពីច្រើនគឺបាក់បីចឹងឯងប៉ុន្តែយើងមើលមកនេះវិញមកគឺយើងមានណាអ្នកគ្នាមានដូចនៅនៅខ្មែរយើងដែរនេះយើងមានបានយើងដាក់ចូលបានអ្នកគ្នានេះហើយចង់ទិញដូចក្បាល3មកក៏បានហើយជាអត់ក៏បានតែនេះ it depend on នៅតែដែរខ្លាចតែខ្លះមានអញ្ចឹងខ្ញុំចាប់ដើមរៀបចំចូលគេឯណាគ្នាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអ្នកគ្នាកុំភ្លេចរងចាំ part 2 ណា bye guys